តើស្ថានភាពសេដ្ឋកិច្ចកម្ពុជាវិវត្តបែបណានៅក្នុងឆ្នាំ2026នេះអ្នកជំនាញបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងធ្លាក់ចុះបើប្រៀបធៀបទៅនឹងការងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីជំងឺរាតត្បាតសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាបញ្ហាសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយពិភពលោកបាននឹងកំពុងធ្វើឲ្យសេដ្ឋកិច្ចប្រទេសនានាកាន់តែមានសញ្ញាមិនច្បាស់លាស់ការព្យាករណ៍ជាច្រើនបានបង្ហាញថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងថយចុះមកត្រឹមប្រហែល 4.0% ទៅ 5.0% ក្នុងឆ្នាំ2026ធ្លាក់ចុះពីប្រហែល 6% ក្នុងឆ្នាំ2024និងចន្លោះពី 5% ក្នុងឆ្នាំ2025មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករណ៍ថានឹងមានកំណើនប្រហែល 4% ក្នុងឆ្នាំ2026ដែលជាឥទ្ធិពលដោយការនាំចេញខ្សោយការធ្លាក់ចុះនៃវិស័យទេសចរណ៍និងតម្រូវការក្នុងស្រុកទុនខ្សោយធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏បានកាត់បន្ថយការរំពឹងទុកកំណើនមកត្រឹមប្រហែល 5% ក្នុងឆ្នាំ2026នេះផងដែរហេតុផលសម្រាប់កំណើនយឺតរួមមានទី1ភាពមិនប្រាកដប្រជាផ្នែកពាណិជ្ជកម្មនិងពន្ធគយដែលប៉ះពាល់ដល់វិស័យនាំចេញសំខាន់ដូចជាសម្លៀកបំពាក់ទី2ភាពតានតឹងតាមព្រំដែនប៉ះពាល់ដល់វិស័យទេសចរណ៍និងការវិនិយោគនិងទី3តម្រូវការក្នុងស្រុកនិងលំហូរប្រាក់បញ្ញើខ្សោយអតិផរណានិងស្ថិរភាពតម្លៃអតិផរណានៅកម្ពុជានៅតែមានកម្រិតមធ្យមនិងជាទូទៅត្រូវបានគ្រប់គ្រងដែលជារឿយៗត្រូវបានព្យាករណ៍ក្នុងខ្ទង់ទាបប្រហែល 2 ទៅ 3%សម្ពាធតម្លៃមានភាពរសើបចំពោះការប្រែប្រួលតម្លៃម្ហូបអាហារនិងទំនិញសកលគោលនយោបាយសារពើពន្ធនិងថវិការដ្ឋាភិបាលដោយថវិកាជាតិឆ្នាំ2026បានកើនឡើងចន្លោះពី 7 ទៅ 8% ដែលឆ្លុះបញ្ចាំងពីអាទិភាពចំណាយរបស់រដ្ឋាភិបាលដែលបានពង្រីកលើសពីនេះបំណុលសាធារណៈនៅតែមានកម្រិតមធ្យមទាក់ទងទៅនឹងផលិតផលក្នុងស្រុកសរុបទាបជាងប្រទេសដទៃទៀតក្នុងតំបន់ដែលផ្ដល់កន្លែងសម្រាប់ការវិនិយោគសាធារណៈជាបន្តបន្ទាប់រដ្ឋាភិបាលកំពុងប្រើប្រាស់ថវិកានេះដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធសេវាសង្គមនិងសន្តិសុខដោយមានគោលបំណងរក្សាកំណើននិងកាត់បន្ថយភាពក្រីក្រគណនីបច្ចុប្បន្ននិងស្ថានភាពខាងក្រៅជាមួយនឹងហានិភ័យផ្នែកសេដ្ឋកិច្ចនេះបញ្ហាអនុភាពពាណិជ្ជកម្មរបស់កម្ពុជាកំពុងកើនឡើងដោយការនាំចូលកើនឡើងលឿនជាងការនាំចេញក្នុងរយៈពេលខ្លះការព្យាករណ៍មួយចំនួនរំពឹងទុកថាអនុភាពគណនីបច្ចុប្បន្ននៅឆ្នាំ2025ទៅ2026ខណៈដែលសម្ពាធខាងក្រៅកើនឡើងក្នុងពេលជាមួយគ្នានេះទុនបម្រុងបរទេសនៅតែមានសុខភាពល្អដែលជួយទប់ស្កាត់ផលប៉ះពាល់ពីខាងក្រៅនាំមកជូនលោកអ្នកដោយ Real Estate TV បណ្ដុំព័ត៌មានអចលនទ្រព្យក្នុងតំបន់និងលើពិភពលោកស្ថិតនៅក្នុងដៃលោកអ្នក